នៅព្រឹកថ្ងៃទី12ខែសីហាឆ្នាំ2026មន្ទីរសុខាភិបាលខេត្តតាកែវនិងអង្គការ Helen Keller អន្តរជាតិកម្ពុជាបានរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហការលើសកម្មភាពអាហារូបត្ថម្ភសម្រាប់ឆ្នាំ2026-2027រវាងលោកឱសថការីផាន់វ៉ាន់ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវនិងលោកហួរក្រើននាយកប្រចាំប្រទេសនៃអង្គការ Helen Keller អន្តរជាតិកម្ពុជាដែលមានការចូលរួមពីថ្នាក់ដឹកនាំនិងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបគួរបញ្ជាក់ថាចាប់តាំងពីឆ្នាំ2023មកអង្គការ Helen Keller អន្តរជាតិកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់ខេត្តតាកែវលើការងារសំខាន់ៗមួយចំនួនរួមមានការស្រាវជ្រាវរោគកុមារកង្វះអាហារូបត្ថម្ភការផ្ដល់វីតាមីនចម្រុះដល់ស្ត្រីមានផ្ទៃពោះការផ្ដល់វីតាមីន A និងថ្នាំទម្លាក់ព្រួនការជំរុញនិងការលើកកម្ពស់ការបំបើកដោះកូនដោយទឹកដោះម្ដាយនៅតាមមន្ទីរពេទ្យខេត្តការលើកកម្ពស់សមភាព Gender និងការប្រយុទ្ធប្រឆាំងនឹងជំងឺមិនឆ្លងផងដែរ